ជំរាបសួរបងប្អូនទាំងអស់គ្នាជួបគ្នាសាជាថ្មីម្ដងទៀតនេះគឺជាម៉ោងទី4នៃវគ្គទី2អំពីការលេងគឺជាការរៀនឪពុកម្ដាយជាច្រើនព្រួយបារម្ភអំពីការអប់រំគណិតវិទ្យារបស់កូននៅថ្ងៃនេះផងដែរយើងខ្ញុំចង់និយាយអំពីវិធីសាស្ត្រជួយអភិវឌ្ឍអារម្មណ៍គណិតវិទ្យារបស់កូនរបស់លោកអ្នកតាមរយៈការលេងប្លុកនិងល្បែងផ្គុំរូបជាជាងអង្គុយរៀនគណិតវិទ្យានៅលើតុគណិតវិទ្យាដែលយើងគិតសពថ្ងៃគឺគ្រាន់តែជាការគិតពីលេខធម្មតាប៉ុន្តែសម្រាប់គណិតវិទ្យារបស់កុមារវិញគឺជាការចាប់ផ្ដើមការដែលយល់ពីលំដាប់លំដោយបែងចែកលំនាំនិងច្បាប់វិន័យការដែលលេងរៀបរូបផ្គុំនិងសង់លម្អិតគឺជាសម្ភារៈដ៏អស្ចារ្យដែលអាចរៀនបានគ្រប់គ្រងទាំងអស់បានដោយធម្មជាតិនៅពេលដែលកុមារសង់លម្អិតកុមារត្រូវតែដាក់វាឲ្យត្រូវទៅនឹងទម្ងន់កណ្ដាលរបស់វាហើយកុមារព្យាយាមតម្រូវតុល្យភាពឲ្យត្រឹមត្រូវដើម្បីកុំឲ្យដួលនៅក្នុងដំណើរការមួយនេះកុមារទទួលបានវិចារណញ្ញាណនៃគំនិតគណិតវិទ្យាដូចជាកម្ពស់បរិមាណនិងស្ថិរភាពការលេងផ្គុំរូបគឺជាការអនុវត្តដោះស្រាយបញ្ហាដែលរញ៉េរញ៉ៃក្មេងៗគិតថាតើផ្នែកមួយណាដែលត្រឹមត្រូវហើយពួកគេពិចារណានិងស្វែងរកចម្លើយតាមរយៈការប្រជែងម្ដងហើយម្ដងទៀតការលេងផ្គុំរូបគឺបង្រៀនកុមារឲ្យចេះគិតឲ្យបានត្រឹមត្រូវហើយច្បាស់លាស់និងការចេះតស៊ូសូមសាកល្បងបង្កើតលំនាំជាពណ៌ក្រហមឬក៏ជាពណ៌ខៀវដោយប្លុកឬលេងជាមួយប្លុកដោយតម្រៀបវាតាមលំដាប់លំដោយនៃទំហំតាមរយៈការលេងកុមារអាចស្គាល់នៅលំនាំនិងច្បាប់វិន័យតាមបែបធម្មជាតិហើយក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការយល់ដឹងអំពីគណិតវិទ្យាដ៏ស្មុគស្មាញបាននៅពេលដែលកុមារសង់លម្អិតសូមសួរសំណួរងាយៗដូចជាតើឥដ្ឋនេះច្រើនជាងឥដ្ឋនោះប៉ុន្មានដុំកុមារអាចពង្រីកនៅការគិតគណិតវិទ្យារបស់ខ្លួនដោយធម្មជាតិបានដោយមិនបញ្ឈប់ការលេងនោះទេនៅពេលក្មេងលេងប្លុកដោយសួរគេភ្លាមថាតើវាមានចំនួនប៉ុន្មានដុំសម្រាប់កុមារអាចមានអារម្មណ៍ដូចជាការធ្វើប្រឡងមួយអញ្ចឹងដែរសូមលោកអ្នកក្លាយជាអ្នកជំនួយនៃការលេងរបស់កុមារដូចជាការមើលពីការលេងរបស់កូនហើយនឹងជួយយកដុំឥដ្ឋឲ្យដោយស្ងៀមស្ងាត់តែនៅពេលដែលពួកគេត្រូវការជំនួយប៉ុណ្ណោះទោះជាគ្មានដុំឥដ្ឋឬរូបផ្គុំដែលថ្លៃៗក៏មិនអីដែរការលេងដែលអាចបែងចែកដោយប្រមូលដុំថ្មផ្កាដើមស្រល់និងសង់កែវក្រដាសទាំងនេះក៏អាចក្លាយជាការលេងបែបគណិតវិទ្យាដ៏អស្ចារ្យបានដែរហើយគ្រប់ទាំងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃក៏ជាសម្ភារៈសិក្សាដ៏អស្ចារ្យសម្រាប់កុមារបានផងដែរដំបូងលេងដោយសេរីដោយសង់ប្លុកធំៗហើយបន្ទាប់មកពង្រីកបណ្ដាលទៅជាបណ្ដុំនៃរូបរាងនិងពណ៌ផ្សេងៗវាជាការល្អក្នុងការចាប់ផ្ដើមពីការលេងផ្គុំរូបពីចម្រៀកតិចទៅហើយបង្កើនភាពលំបាកបន្តិចម្ដងដោយបន្ថែមចម្រៀកបន្ថែមទៀតសូមឲ្យកុមារយកដុំឥដ្ឋនិងរូបផ្គុំលេងដោយតាមចិត្តរបស់កុមារតាមរយៈការលេងអាចធ្វើឲ្យកុមារមានបទពិសោធន៍យ៉ាងរីករាយពីគណិតវិទ្យាហើយអាចនឹងអភិវឌ្ឍនូវគំនិតបែបគណិតវិទ្យារបស់កុមារបានយ៉ាងដោយធម្មជាតិផងដែរសម្រាប់នៅម៉ោងក្រោយយើងនឹងស្វែងយល់ជាមួយគ្នាអំពីការអភិវឌ្ឍនូវសមត្ថភាពច្នៃប្រឌិតដោយការលេងបែបសិល្បៈអរគុណសម្រាប់ការទស្សនានៅវីដេអូមួយនេះប្រសិនបើបងប្អូនទាំងអស់គ្នាចូលចិត្តសូមកុំភ្លេចជួយចុច like និង subscribe និងចុចសញ្ញារូបកណ្ដឹងផងដែរសូមអរគុណជួបគ្នានៅវីដេអូក្រោយ